Hello ក៏ដូចជាសួស្តីអ្នកនរគ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សារជាថ្មី Suki ហើយថ្ងៃនេះយើងមកបន្តនៅរឿង cover ត្រឡប់មកវិញរបស់កំពូលឃាតកររបស់យើងសារជាថ្មីហើយមុននឹងបន្តនៅសាច់រឿងរបស់យើងដែរក៏សូមអរគុណទៅកាន់ប្រាក់ដើមនេះដែលគាត់បានធ្វើការប៉ាវកាហ្វេ Admin 50 សេនហើយឈ្មោះរបស់គាត់ដែរគឺថាពិតជាវែងខ្លាំងមែនទែនដូច្នេះគឺថា Admin ពិតជាពិបាកហៅឈ្មោះរបស់គាត់ខ្លាំងមែនទែនហើយទោះបីជាយ៉ាងណាក៏ដោយក៏អរគុណទៅដល់ទឹកចិត្តរបស់ប្រាក់ដើមខ្លាំងមែនទែនហើយសម្រាប់គ្នាយើងដែលបានទស្សនានៅវីដេអូរបស់ Admin កុំភ្លេចធ្វើការជួយចុច Like Comment ក៏ដូចជា Subscribe ឲ្យបានច្រើនផងដើម្បីជាកម្លាំងចិត្តឲ្យ Admin ហើយបើសិនជាគ្នាយើងចិត្តល្អអីក៏អាចធ្វើការប៉ាវកាហ្វេ Admin តាមរយៈ QR ដែលមានបានដាក់នៅខាងលើវីដេអូនេះបានហើយឥឡូវយើងកុំឲ្យខាត់ពេលរបស់អ្នកនរគ្នាយូរយើងទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាដោយនៅពេលភាពមួយយើងក៏បានដឹងផងដែរថាថាដាត្រូវបាន Apostle Philip ធ្វើការវាយប្រហារទៅកាន់គេយ៉ាងដំណំតែម្ដងតែនៅពេលនោះដែរតួឯកប្រុសយើងក៏បានធ្វើការបង្ហាញខ្លួនមកជួយជាមួយនឹង Apostle Philip ផងដែរហើយដែលឃើញថាតួឯកប្រុសយើងគាត់មកបង្ហាញខ្លួននៅទីនេះបែបនេះដែលធ្វើឲ្យថាដាគេពិតជាបារម្ភទៅកាន់តួឯកប្រុសរបស់យើងខ្លាំងមែនទែនដោយថាដាគេក៏បានធ្វើការសួរទៅកាន់តួឯកប្រុសយើងផងដែរថាហេតុអ្វីបានជាគេត្រឡប់មកវិញអញ្ចឹងដោយតួឯកប្រុសយើងគាត់បាននិយាយអ្វីនោះទេដែលគាត់ក៏បានគិតនៅក្នុងចិត្តផងដែរថាមើលទៅកាន់ថាដានៅពេលនេះគេពិតជាត្រូវរបួសខ្លាំងមែនទែនដោយឆ្អឹងចំណីរបស់ថាដាគេបានបាក់យ៉ាងធ្ងន់ធ្ងរដែលវាធ្វើឲ្យប៉ះពាល់ទៅដល់សួររបស់គេថែមទៀតហើយបើសិនជាថាដាគេមិនទទួលបានការព្យាបាលបានទាន់ពេលនោះទេគេប្រកាសជាគ្រោះថ្នាក់ដល់ជីវិតជាមិនខានហើយនៅពេលដែរគឺគាត់មានរយៈពេលត្រឹមតែ1ម៉ោងតែប៉ុណ្ណោះដើម្បីធ្វើការនាំនៅថាដាចាក់ចេញពីទីនេះដើម្បីទៅកាន់នៅលើទូក៏ដូចជាទទួលនៅការព្យាបាលជាមិនទាន់ផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីចាក់ចេញទៅខាងក្រៅបានគឺគាត់ត្រូវតែធ្វើការដោះស្រាយនៅបញ្ហាចំពោះមុខគាត់សិនហើយបញ្ហានៅចំពោះមុខតួឯកប្រុសរបស់យើងដែរគឺជា Apostle Philip នឹងឯងតែនៅពេលដែរ Apostle Philip គឺក៏បានធ្វើការនិយាយទៅកាន់តួឯកប្រុសរបស់យើងផងដែរថាមើលទៅប្រហែលជាមកពីឯងហើយ Peter បានជាកូឡនគេមិនព្រមចុះចូលជាមួយនឹង Glory Club របស់ពួកយើងតែនៅពេលដែរថាដាគេក៏ប្រុសនឹងលោកមាត់និយាយផងដែរប៉ុន្តែត្រូវបាន Apostle Philip ឲ្យគេបិទមាត់ឲ្យគេក៏បាននិយាយទៅកាន់ថាដាផងដែរថាចំពោះឯងថាដាគឺយើងមកឲ្យឯងស្លាប់បានដោយងាយស្រួលទេគឺយើងនឹងធ្វើការបញ្ជូនឯងទៅកាន់ប្រទេសកូរ៉េវិញក៏ដូចជាធ្វើការកាត់ទោសឯងឲ្យបានត្រឹមត្រូវនៅក្រោមច្បាប់របស់ទាហានផងដែរហើយនៅពេលដែរ Apostle Philip គេក៏បានធ្វើការសរេនៅនាឡិកាមករបស់គេក៏ដូចជាធ្វើការនិយាយទៅកាន់តួឯកប្រុសរបស់យើងថា Peter បើសិនជាឯងល្វល់ឯងអាចចាក់ចេញទៅមុនយើងបានហើយនៅពេលនេះយើងកំពុងតែចោលល្វល់សរេនៅនាឡិការបស់យើងដើម្បីយើងដឹងថាតើយើងចំណាយពេលប្រមាណម៉ោងដើម្បីធ្វើការសម្លាប់ទៅកាន់ឯងដោយលើបែបនេះដែរតួឯកប្រុសរបស់យើងក៏បានញញើមបន្តិចក៏ដូចជានិយាយផងដែរថាគឺវាមិនចាំបាច់នោះទេគឺដោយសារតែឯងមិនអាចដឹងអំពីវាបាននោះឡើយដោយនិយាយចប់តួឯកប្រុសរបស់យើងក៏បានធ្វើការស្ទុះទៅបើកការវាយប្រហារទៅកាន់គេផងដែរដោយពួកគេក៏បានធ្វើការវាយប្រហារទៅកាន់គ្នាទៅវិញទៅមកតែធ្វើឲ្យពួកគេក៏ទៀតរៀងខ្លួនផងដែរដែលនៅពេលដែរតួឯកប្រុសរបស់យើងក៏បានគិតនៅក្នុងចិត្តផងដែរថាមើលទៅគឺគាត់មិនអាចចាក់ចេញពីទីនេះបានដោយងាយស្រួលទេហើយនៅការវាយប្រហារ3មិញនេះដែរបើសិនជាគាត់បានរងនៅកណ្ដាប់ដៃរបស់គេតនោះទេនោះគាត់ប្រកាសជារបួសធ្ងន់ជាមិនខានហើយកម្លាំងរបស់គេគឺវាពិតជាគួរឲ្យខ្លាចពិតមែនហើយគឺវាអាចបញ្ជាក់បានយ៉ាងច្បាស់ហើយថាអ្នកដែលសម្លាប់នៅបងប្អូនគង់គូគឺជាគេម្នាក់នេះដែលនៅពេលដែលតួឯកប្រុសរបស់យើងក៏កំពុងតែគិតនោះដែរនៅពេលដែរ Apostle Philip គឺក៏បានធ្វើការស្ទុះមកបើកការវាយប្រហារទៅកាន់តួឯកប្រុសរបស់យើងយ៉ាងលឿនតែនៅពេលដែរក៏ធ្វើឲ្យតួឯកប្រុសរបស់យើងក៏រៀងភ្ញាក់ផ្អើលជាមួយនឹងការវាយប្រហារភ្លាមៗរបស់គេផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតួឯកប្រុសរបស់យើងក៏បានធ្វើការ reflect ទាន់ដូចជាធ្វើការគិតអំពីការវាយប្រហាររបស់គេភ្លាមៗផងដែរដោយតួឯកប្រុសរបស់យើងក៏បានធ្វើការស្ទុះទៅនៅពីក្រោយរបស់ Apostle Philip ដូចជាធ្វើការវាយប្រហារទៅកាន់ចំណុចខ្សោយរបស់គេផងដែរតែតួឯកប្រុសរបស់យើងក៏បានធ្វើការប្រើនៅល្បឿនរបស់គាត់យ៉ាងលឿនទៅការវាយប្រហារទៅកាន់ចំណុចខ្សោយរបស់ Apostle Philip ដែលនៅពេលដែរ Apostle Philip គឺក៏បានគិតនៅក្នុងចិត្តផងដែរថាគឺគេមិនអាចធ្វើការទប់រងជាមួយនឹងការវាយប្រហាររបស់តួឯកប្រុសរបស់យើងបាននោះទេជាពិសេសគឺជាការវាយប្រហារមួយមុនដំបូងដែលតួឯកប្រុសយើងទៅការវាយប្រហារនៅពីក្រោយឆ្អឹងករបស់គេក៏ដូចជាធ្វើការវាយប្រហារនៅផ្នែកខាងក្រោមនៃខ្លួនប្រាណរបស់គេដែលធ្វើឲ្យគេពិតជាពិបាកខ្លាំងមែនទែនដូច្នេះហើយគឺគេអាចបញ្ជាក់បានហើយថាម្នាក់នេះគឺជា Peter ពិតប្រាកដនោះដោយសារតែការយល់ដឹងរបស់គេគឺវាពិតជាគួរខ្លាចខ្លាំងពិតមែន
ដោយគេអាចដឹងនូវអ្វីៗគ្រប់យ៉ាងជាពិសេសគឺជាចំណុចខ្សោយនៃម៉ាសរបស់គេនឹងឯងដោយម៉ាសរបស់គេដែរគឺវាបានផ្ដល់នូវផលលំបាកឲ្យទៅកាន់គេខ្លាំងពិតមែនដោយគេមិនអាចមើលឃើញនៅផ្នែកខាងក្រោមនៃខ្លួនប្រាណរបស់គេនោះទេនៅពេលដែលគេពាក់នៅម៉ាសនេះហើយដោយសារតែមូលហេតុនេះហើយដែលតួឯកប្រុសយើងអាចទៅការវាយប្រហារទៅកាន់គេបាននៅកន្លែងដែលគេមិនអាចមើលឃើញហើយនៅពេលដែលតួឯកប្រុសយើងក៏បានធ្វើការប្រុសនឹងវាយប្រហារទៅចំបំពង់ករបស់គេហើយប៉ុន្តែក៏ត្រូវបាន Apostle Philip គេបានចាប់នៅដៃរបស់តួឯកប្រុសយើងជាប់ដូចជាធ្វើការកវែងគាត់ចេញទៅខាងក្រៅផងដែរនៅពេលដែលគេបានកវែងតួឯកប្រុសយើងទៀតចេញមកខាងក្រៅហើយគេក៏បានធ្វើការដើរចេញមកខាងក្រៅតាមតួឯកប្រុសរបស់យើងផងដែរដោយគេក៏បានសួរទៅកាន់តួឯកប្រុសរបស់យើងផងដែរថាមូលហេតុដែលឯងខ្សោយបែបនេះគឺដោយសារតែជំងឺរបស់ឯងតើមែនទេហើយយើងពិតជាឆ្ងល់ខ្លាំងណាស់ថាតើខ្លួនប្រាណដ៏ចាស់របស់ឯងនេះតើវាអាចទ្រាំបានយូរប៉ុណ្ណាទៀតទៅហើយតាមយើងមើលទៅគឺឯងមិនអាចនៅបានយូរប៉ុន្មានថ្ងៃទៀតនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីបានឃើញនៅល្បឿននៃចលនាផ្លាស់ទីរបស់ឯងហើយតាមការអង្កេតរបស់យើងមើលទៅកាន់ឯងក៏យើងអាចអង្កេតបានដឹងផងដែរថាគឺឯងបានរងរបួសស្រាប់បាត់ទៅហើយនៅមុនពេល4នាទី27វិនាទីមុននេះបន្តិចដូច្នេះហើយចាប់តាំងពីពេលនេះតទៅឱកាសរស់រានមានជីវិតរបស់ឯងគឺវាមានមិនច្រើនជាង18%នោះទេហើយអេដមីននិយាយមែន Apostle Philip នេះឲ្យតែគេប្រយុទ្ធជាមួយណាគេគឺគេចូលចិត្តទៅការវិភាគគូស្ត្រូវរបស់គេខ្លាំងមែនទែនឲ្យតែអាប៉ែហ្នឹងនិយាយគឺថាវិភាគច្រើនដល់កហើយស្ដាប់ទៅវានិយាយហ្នឹងក៏ធុញដែរហើយបន្ទាប់ពីតួឯកប្រុសយើងស្ដាប់នៅការវិភាគរបស់ Apostle Philip យ៉ាងយូរមកក៏បានទៅការអរគុណចំពោះការវិភាគរបស់គេនេះផងដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់នឹងធ្វើឲ្យឱកាសរស់រានមានជីវិតរបស់គាត់កើនឡើងខ្ពស់ជាងនេះដោយនិយាយរួចតួឯកប្រាប់យើងគាត់ក៏បានធ្វើការប្រាណនៅល្បឿនរបស់គាត់យ៉ាងលឿនធ្វើការកិច្ចខ្លួនទៅពួនផងដែរដោយឃើញបែបនេះដែរ Apostle Philip វាក៏បានទៅការនិយាយទៅកាន់តួឯកប្រាប់យើងផងដែរថាគឺវាគ្មានប្រយោជន៍នោះទេគឺឯងអាចឈ្នះយើងដោយការលាក់ខ្លួនរបស់ឯងបែបនេះនោះឡើយហើយបើសិនជាការប្រយុទ្ធនេះបន្តទៅកាន់តែយូរនោះឱកាសរស់រានមានជីវិតរបស់ឯងប្រកាសជាថយចុះជាមិនខានហើយមើលទៅការគិតរបស់ឯងគឺវាពិតជាខុសពីទាហានពិតមែនគឺឯងនេះមិនចេះបត់បែនតតែសោះហើយតើការរស់នៅរបស់ឯងដោយបែបនេះតើឯងអត់ធន់ទ្រាំទេតើមែនទេដោយនិយាយរួចគេក៏បានទៅការគប់នៅកូនកំបិតរបស់គេទៅកាន់ដើមឈើមួយដែលគេគិតថាតួឯកប្រុសរបស់យើងលាក់ខ្លួននៅទីនោះប៉ុន្តែគឺថាมันបានត្រូវទៅតួឯកប្រុសយើងនោះទេដែលនៅពេលនោះតួឯកប្រុសយើងក៏បានទៅការសោយចំអកទៅកាន់គេផងដែរដោយគេបានគប់ខុសនៅគោលដៅរបស់គេដោយតួឯកប្រុសយើងក៏បានទៅការស៊ូឌឺទៅកាន់គេផងដែរថាតើនៅពេលនេះដែរភាគរយនៃការរស់រានមានជីវិតរបស់គាត់នៅតែ18ទៀតតើមែនទេដោយឮនៅការស៊ូឌឺដងរបស់តួឯកប្រុសយើងបែបនេះ Apostle Philip ក៏បានទៅការនិយាយទៅកាន់តួឯកប្រុសរបស់យើងផងដែរថាគឺវាមិនមែននោះទេនៅពេលដែលភាគរយនៃការរស់រានមានជីវិតរបស់គេគឺវាកំពុងតែថយចុះហើយមូលហេតុនោះគឺនៅពេលនេះគឺគាត់បានដឹងអំពីកន្លែងដែលតួឯកប្រុសរបស់យើងលាក់ខ្លួនហើយដោយនិយាយរួចនៅពេលនោះ Apostle Philip ក៏បានធ្វើការស្ទុះទៅកន្លែងដើមឈើដែលតួឯកប្រុសយើងលាក់ខ្លួនប៉ុន្តែគឺគេមិនបានឃើញនៅតួឯកប្រុសរបស់យើងនោះទេដែលនៅពេលដែលតួឯកប្រុសយើងក៏បានធ្វើការនិយាយទៅកាន់ Apostle Philip ផងដែរថាគឺគាត់មិនដឹងនៅរឿងសម្ងាត់អំពីសាច់ដុំរបស់គេនោះទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគឺគាត់ពិតជាឆ្ងល់ខ្លាំងណាស់ថាតើក្បាលរបស់គេជាមួយនឹងកញ្ចឹងករបស់គេតើវារឹងមាំដូចជាខ្លួនប្រាណរបស់គេដែរឬក៏អត់ហើយនៅពេលនោះយើងក៏បានឃើញថាតួឯកប្រុសយើងក៏បានធ្វើការវាយប្រហារមកពីខាងលើក្បាលរបស់គេផងដែរហើយនៅពេលណាយើងមិនដឹងថាមានរឿងអ្វីកើតឡើងទេស្រាប់តែយើងឃើញថាតួឯកប្រុសយើងត្រូវបាន Apostle Philip ធ្វើការក្រៀកកជាប់បាត់ទៅហើយដោយនៅពេលនោះដែរតួឯកប្រុសយើងក៏បានធ្វើការគិតនៅក្នុងចិត្តផងដែរថាការពិតទៅការគប់នៅកូនកំបិតរបស់គេគឺគេមិនចេះតែគប់នោះទេដោយកូនកំបិតរបស់តាហ៊ានគឺគេធ្វើមកគឺមិនឲ្យវាមាននៅចំណាំងផ្លានោះទេប៉ុន្តែកំបិតដែល Apostle Philip គប់ទៅនោះគឺវាខុសពីកំបិតរបស់តាហ៊ានក៏ដោយសារតែកំបិតរបស់គេមាននៅចំណាំងផ្លាដែលវាដូចជាកញ្ចក់អញ្ចឹងដែលធ្វើគេនឹងអាចដឹងអំពីទីកន្លែងរបស់តួឯកប្រុសរបស់យើងនឹងឯងដោយចឹងហើយបានជា Apostle Philip គេអាចចាប់ទៅកាន់តួឯកប្រុសរបស់យើងបានដែលនៅពេលនោះគេក៏បានទៅការនិយាយទៅកាន់តួឯកប្រុសរបស់យើងផងដែរថាតើឯងមានដឹងដែរឬក៏អត់ពិភពលោកបានដាក់រហស្សនាមឲ្យយើងថាគឺជាកម្ពុជាអ្នកអង្កេតការគឺយើងអាចអង្កេតគ្រប់រាល់ចលនានៃការប្រយុទ្ធទាំងអស់ដោយចឹងហើយបានយើងនឹងអាចឃើញនៅរាល់ចលនាដូចជាការវេផារបស់ឯងទាំងអស់ដោយនិយាយរួចនៅពេលនោះដែរ Apostle Philip គេក៏បានទៅការបោកតួឯកប្រុសយើងទៅនឹងដីយ៉ាងខ្លាំងយកតែម្ដងដោយនៅពេលនោះដែរ Apostle Philip គេក៏បានទៅការនិយាយទៅកាន់តួឯកប្រុសរបស់យើងផងដែរថា
នៅពេលដែលភាគរយនៃការរស់រានមានជីវិតរបស់ឯងនៅពេលនេះគឺវាស្មើ0ហើយគេក៏បានធ្វើការវាយប្រហារទៅចំដើមទ្រូងរបស់តួឯកប្រុសយើងយ៉ាងខ្លាំងយកតែម្ដងហើយយើងមើលទៅកាន់ដីជុំវិញតួឯកប្រុសយើងទៅក៏ដឹងផងដែរថាការវាយប្រហាររបស់គេអំបីមិញគឺវាខ្លាំងប៉ុណ្ណាហើយការវាយប្រហារនេះដែរបើសិនជានៅក្នុងជីវិតពិតវិញត្រូវតែមើលការវាយប្រហារនេះដែរគឺថាក្រមស៊ូតងាប់យកតែម្ដងប៉ុន្តែនេះដែរគឺជារឿងដូចចាគឺថាតួឯកប្រុសយើងគាត់មិនអីប្រមាណនោះទេដោយនៅពេលនោះដែរអផសសហ្វីលីបគេក៏បានធ្វើការគិតនៅក្នុងចិត្តផងដែរថាអំបញ្ញមិញនេះកុំតែតួឯកប្រាប់យើងមាននៅរបួសនោះទេកុំអីស៊ីតែមើលការវាយប្រហាររបស់តួឯកប្រាប់យើងអំបញ្ញមិញគឺគេប្រកាសជាចប់ជាមិនខានដោយគិតរួចនៅពេលដែរអផសសហ្វីលីគេក៏បានធ្វើការដកនៅកូនកំបិតរបស់គេព្រមនឹងកាត់ទៅកាន់ជើងរបស់តួឯកប្រាប់យើងផងដែរដែលនៅពេលនោះដែរយើងមើលទៅកាន់តួឯកប្រុសយើងគឺគាត់មិនអាចធ្វើការរើជើងរបស់គាត់ចេញបានទេគឺដោយសារតែនៅពេលនេះដែរគឺរាងកាយរបស់គាត់គឺវាគ្មានកម្លាំងទេនោះទេបន្ទាប់ពីស៊ីនៅមើលការវាយប្រហាររបស់គេអំបញ្ញមិញហើយអំឡុងពេលដែលតួឯកប្រុសយើងគាត់កំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់នោះដែរនៅពេលនោះដែរយើងក៏បានឃើញនៅក្បាច់ដ៏ខ្លាំងរបស់ថាដាផងដែរគឺជាក្បាច់កណ្ដាប់ដៃមកចូលខ្យល់នឹងឯងដោយថាដាគេបានធ្វើការវាយប្រហារទៅកាន់អផសសហ្វីលីបដើម្បីធ្វើការជួយសង្គ្រោះទៅកាន់តួឯកប្រុសរបស់យើងផងដែរដោយយើងមើលទៅកាន់ Apostle Philip គឺបន្ទាប់ពីស៊ីនៅមួយការវាយប្រហារយ៉ាងខ្លាំងរបស់ថាដាហើយយើងមើលទៅកាន់គេដូចជាអត់មាននៅរបួសអ្វីនោះទេចំណែកឯថាដារបស់យើងវិញគឺការវាយប្រហារមួយអំបីមិញនេះគឺជាកម្លាំងចុងក្រោយរបស់គេហើយនៅពេលនោះយើងក៏បានឃើញថាថាដាគេក៏បានធ្វើការលើកជង្គង់នៅទីនោះផងដែរនៅពេលនោះដែរ Apostle Philip ក៏បានធ្វើការនិយាយទៅកាន់ថាដាផងដែរថាដាតើឯងគិតថាឯងក្បត់បែបនេះហើយឯងអាចទៅបានយ៉ាងងាយស្រួលបែបនេះតើមែនទេគឺយើងនឹងមិនឲ្យឯងទៅដល់ងាយស្រួលបែបនេះនោះទេហើយការវាយប្រហាររបស់ឯងមិញនេះដែរគឺវាគ្មានបានផលអ្វីមកកាន់យើងនោះទេគឺដោយសារតែនៅពេលដែលខ្លួនប្រាណរបស់ឯងគឺវាពិតជាខ្សោយខ្លាំងមែនទែននៅពេលនោះថាដាគេក៏បាននិយាយផងដែរថាអត់ទេគឺការវាយប្រហាររបស់គេមិញគឺវាជោគជ័យហើយអផសសហ្វីលីគេពិតជាឆ្ងល់ខ្លាំងមែនទែនថាដានឹងគេកំពុងតែនិយាយអ្វីដែលនៅពេលនោះដែរថាដាគេក៏បានធ្វើការបង្ហាញនៅកាយក្របបែកដែលគេបានដកមិញនោះដែរនៅពេលដែរធ្វើឲ្យអផសសហ្វីលីបគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយការវាយប្រហាររបស់ថាដាមិញដែរគឺគោលបំណងរបស់គេគឺចង់ដកនៅកាយក្របបែកចេញពីខ្លួនរបស់គេនោះទេដោយអផសសហ្វីលីបគេក៏បានធ្វើការគិតនៅក្នុងចិត្តរបស់គេផងដែរថានេះបើសិនជាមនុស្សធម្មតាវិញគេប្រកាសជាធ្វើការដោះនៅអាវដែលមានក្របបែកនេះក៏វត្តចោលឲ្យដើម្បីសុវត្ថិភាពរបស់គេប៉ុន្តែទោះបីជាយ៉ាងណាមិញគឺគេមិនមែនមនុស្សបែបនេះទេដោយក្របបែកនេះដែរបន្ទាប់ពីធ្វើការដកនៅកាយរបស់វាចេញហើយវានឹងផ្ទុះក្នុងរយៈពេល 1.5 វិនាទីដូច្នេះរយៈពេលប៉ុណ្នេះគឺវាគ្រប់គ្រាន់ហើយដើម្បីធ្វើការបំទុះសម្រាប់ទៅកាន់ Peter ដោយគិតរួចគេក៏បានធ្វើការរួចទៅកាន់តួឯកប្រុសរបស់យើងផងដែរនៅពេលដែលធ្វើឲ្យតួឯកប្រុសយើងគាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគឺដោយសារតែគាត់បានឃើញថាដាបានធ្វើការរត់ទៅរុញនៅ Apostle Philip កុំឲ្យរត់មករកតួឯកប្រុសរបស់យើងធ្វើឲ្យក្របបែកទាំងនោះផ្ទុះទៅកាន់ពួកគេទាំងពីរដែលយើងមើលទៅកាន់ការបំផ្ទុះដែរគឺវាពិតជាខ្លាំងមែនទែនហើយអស់រយៈពេល80ម៉ោងក្រោយមកយើងក៏បានឃើញថាតួឯកប្រុសរបស់យើងក៏កំពុងតែអៀវនៅថាដារត់ផងដែរហើយអត់មាននិយាយមែនរឿងនេះគឺថាវាពិតជាសាហាវខ្លាំងមែនទែនគឺវាសាហាវជាងរឿងនេះទៅទៀតគឺថាបន្ទុះក្របបែកយ៉ាងប៉ុណ្ណាហើយយើងមើលទៅកាន់ថាដែរគឺថាអត់មានដាច់ដៃដាច់ជើងឬក៏លលាត់ស្បែកអីបន្តិចសោះម្លងពេលដែលតួឯកប្រុសយើងកំពុងតែអៀវនៅថាដារត់នោះដែរក៏បានប្រាប់ទៅកាន់គេនឹងឲ្យទ្រាំបន្តិចទៅគឺពួកគេជិតទៅដល់ទូកហើយនៅពេលដែរថាដាគេក៏បានធ្វើការសួរទៅកាន់តួឯកប្រុសរបស់យើងផងដែរថាគឺគេនឹងពិតជាឆ្ងល់ខ្លាំងមែនទែនគឺតាំងតែពីពេលដំបូងរហូតដល់ឥឡូវគឺគេនៅតែមិនទាន់យល់នោះទេថាតើវាមានអ្វីខុសឆ្គងជាមួយនឹងទំនាក់ទំនងរបស់ពួកគេទាំងពីរថាតើវាគឺជាបងប្អូនពិតប្រាកដឬគ្រាន់តែជាការសម្ដែងរបស់តួឯករបស់យើងហើយថាដាគេក៏បាននឹកឃើញនៅរាល់ពេលកន្លងដែលគេបានចំណាយពេលនៅជាមួយនឹងតួឯករបស់យើងផងដែរហើយគេពិតជាចង់ឲ្យតួឯកប្រុសយើងនឹងធ្វើការទទួលស្គាល់គេនៅពេលចុងក្រោយនេះខ្លាំងណាស់ដោយតួឯកប្រុសរបស់យើងក៏បានប្រាប់ទៅកាន់ថាដាឲ្យគេនឹងឈប់និយាយទៅនៅពេលនោះថាដាគេក៏បានញញឹមបន្តិចបន្ទាប់ពីបានឃើញនៅខ្សែថ្មីរបស់តួឯកប្រុសរបស់យើងគេក៏បានដឹងនៅចម្លើយរបស់តួឯកប្រុសរបស់យើងផងដែរដោយតួឯកប្រុសយើងក៏បាននិយាយទៅកាន់ថាដាផងដែរថាគឺគាត់ដឹងហើយឲ្យគេនឹងចាំនិយាយគ្នាបន្ទាប់ពី
គេទទួលការព្យាបាលហើយទៅ ហើយទោះបីជាថាដាស់នឹងគេនិយាយច្រើនប៉ុណ្ណាក៏ដោយក៏គាត់នឹងស្ដាប់នៅអ្វីគ្រប់យ៉ាងដែលគេនិយាយផងដែរ ហើយនៅពេលដដែលយើងមើលទៅកាន់ថាដាគឺគេស្ងាត់មាត់បាត់ទៅហើយនៅពេលដដែលតួឯកប្រុសយើងក៏បានធ្វើការខំព្យាយាមដើរទៅកាន់ថាដាផងដែរ ប៉ុន្តែនៅពេលនោះយើងក៏បានឃើញផងដែរថាដៃរបស់ថាដាគេក៏បានធ្លាក់ផងដែរ ដែលនៅពេលដែរយើងក៏បានឃើញផងដែរថាតួឯកប្រាប់យើងគាត់ព្យាយាមអ៊ីវនៅថាដារត់បណ្ដើរក៏ដូចជាធ្វើការដាស់នៅគេបណ្ដើរផងដែរដោយគាត់ក៏បាននិយាយទៅកាន់ថាដាផងដែរថាតើគេនឹងមិនចង់ទៅញ៉ាំនៅខាងឈូលូដែលគេបាននិយាយនោះជាមួយនឹងគ្នាទេតែមែនទេដែលនៅពេលដែរតួឯកប្រាប់យើងគាត់ក៏បានឃើញនៅពេលដែលថាដាបានបបួលគាត់ធ្វើជាបងប្អូនធម៌ផងដែរ ដែលនៅពេលដែរតួឯកប្រាប់យើងគាត់ក៏បានធ្វើការនិយាយទៅកាន់ថាដាផងដែរថាគឺឯងគិតខុសហើយថាដាគឺនៅពេលនេះគឺយើងមិនអាចធ្វើជាបងប្រុសរបស់ឯងបាននោះទេគឺដោយសារតែពួកយើងទាំងពីរនាក់គឺជាបងប្អូននឹងគ្នាតាំងពីយូរមកហើយហើយមកដល់ត្រឹមនេះដែរសាច់រឿងរបស់យើងនៅភាគនេះក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះផងដែរហើយយើងមិនដឹងទេថានៅភាគបន្តនឹងមានអ្វីកើតឡើងបន្តទៀតដូច្នេះហើយយើងមានតែចាំតាមដានទស្សនានៅភាគបន្តជាមួយនឹង admin ទាំងអស់គ្នាហើយមុននឹងបញ្ចប់នៅវីដេអូរបស់យើងផងដែរសម្រាប់គ្នាយើងណាដែលអត់ទាន់បានចូលនៅក្រុម Telegram របស់ admin ទេកុំភ្លេចធ្វើការ scan ចូលម្នាក់មួយផងហើយវីដេអូរបស់ admin នៅពេលនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ